ការលក់អចលនទ្រព្យដាច់គឺពឹងផ្អែកទៅលើកត្តាជាច្រើនប៉ុន្តែក្នុងនោះទី1គឺផ្អែកទៅលើកត្តាខ្លួនឯងដែលជាអ្នកលក់ផ្ទាល់ហើយអ្នកលក់ត្រូវមានពីរផ្នែកសំខាន់ទី1ចំណេះដឹងហើយនិងជំនាញកត្តាចំណេះដឹងនេះគឺពាក់ព័ន្ធជាមួយនឹងការយល់ដឹងអំពីច្បាប់ដីធ្លីស្គាល់ទ្រព្យស្គាល់តម្រូវការស្គាល់ភ្ញៀវស្គាល់អំពីបរិស្ថាននៃទ្រព្យបាទស្គាល់អំពីរចនាសម្ព័ន្ធលំហូរទ្រព្យកត្តាជំនាញពឹងផ្អែកទៅលើជំនាញនៃការចរចាជំនាញនៃការទំនាក់ទំនងហើយនិងជំនាញនៃការសម្របសម្រួលកត្តាទី2គឺពាក់ព័ន្ធជាមួយនឹង tool ប្រើប្រាស់ក្នុងការលក់បាទ tool នេះគឺទី1ពាក់ព័ន្ធជាមួយនឹងបាទ marketing media បាទប្រព័ន្ធនៃការផ្សព្វផ្សាយបានយ៉ាងទូលាយទី2ពាក់ព័ន្ធជាមួយនឹងបាទ sell content បាទតើតាក់ទាញប៉ុណ្ណាហើយទី3តាក់ទងជាមួយនឹង team network កត្តាទី3គឺជាកត្តាទ្រព្យរបស់ខ្លួនឯងផ្ទាល់បាទដូចជាកត្តាទីតាំងគុណភាពនៃទ្រព្យនិងបាទ shape ឬក៏រូបរាងនៃទ្រព្យនោះផងដែរបាទអរគុណ